ការឈប់ផឹកស្រាមានផលប៉ះពាល់ច្រើនលើរាងកាយនិងសុខភាពផ្លូវចិត្តផលប៉ះពាល់អាចល្អឬអាក្រក់ដោយអាស្រ័យលើបរិមាណស្រាដែលអ្នកបានផឹកនិងរយៈពេលដែលអ្នកផឹកផលល្អនៃការឈប់ផឹកស្រាសុខភាពប្រសើរឡើងថ្លើមនិងជាសះស្បើយលឿនពីការខូចខាតដោយសារស្រាការបេះដូងដំណើរការល្អនិងកាត់បន្ថយហានិភ័យជំងឺបេះដូងការរំលាយអាហារប្រសើរឡើងកាត់បន្ថយហានិភ័យនៃជំងឺមហារីកផ្លូវចិត្តនិងអារម្មណ៍ប្រសើរឡើងការគេងសបិនល្អជាងមុនមានថាមពលច្រើននិងអារម្មណ៍ស្រស់ស្រាយការគិតវិចារញាណល្អឡើងនិងកាត់បន្ថយអាការៈធុញទ្រាន់ឬធ្លាក់ទឹកចិត្តរូបរាងនិងទម្ងន់ស្រាមានកាឡូរីខ្ពស់ដូច្នេះការឈប់ផឹកអាចជួយបន្ថយទម្ងន់ផ្លាស់ប្តូររូបរាងឲ្យកាន់តែស្រស់ស្អាតនិងស្បែកភ្លឺថ្លាទំនាក់ទំនងនិងជីវិតសង្គមប្រសើរឡើងការទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិប្រសើរជាងមុនការតម្រឹមថវិកាល្អឡើងព្រោះមិនចំណាយលើស្រាទៀតផលអវិជ្ជមាន temporary withdrawal symptoms អារម្មណ៍ធុញទ្រាន់និងឈឺក្បាលអ្នកដែលផឹកស្រាច្រើនអាចមានអាការៈដកខ្លួន withdrawal symptoms ដូចជាឈឺក្បាលខកចិត្តឆ្លប់វង្វេងមានបញ្ហាអារម្មណ៍អ្នកខ្លះអាចមានអារម្មណ៍ធ្លាក់ទឹកចិត្តឬខឹងឆេវឆាវនៅដើមដំបូងមានបញ្ហាគេងខ្លះអាចមានការលំបាកក្នុងការគេងដោយសារស្រាជួយឲ្យគេងបានងាយតែបន្ទាប់ពីរាងកាយសម្របខ្លួនវិញការគេងនឹងកាន់តែប្រសើរឡើងតើអ្នកគួរធ្វើអ្វីបើមានអវិជ្ជមានអំឡុងពេលឈប់ផឹកទឹកច្រើនញ៉ាំអាហារសុខភាពល្អហាត់ប្រាណនិងអានសៀវភៅឬធ្វើអ្វីដែលជួយបំបាត់អារម្មណ៍ចង់ផឹកបើអ្នកធ្លាប់ផឹកច្រើនហើយមានអាការៈដកខ្លួនធ្ងន់ធ្ងរគួរប្រាស្រ័យទាក់ទងគ្រូពេទ្យសរុបបើអ្នកអាចឈប់ផឹកស្រាបានយូរអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើនលើសុខភាពផ្លូវកាយនិងផ្លូវចិត្ត